ថ្ងៃនេះអាត្មាចែកម្លែកនៅមន្តគាថាមន្តអាគមខ្មែរគាថានេះនៅជាគាថារបស់គ្រូតារបស់អាត្មាតែគ្រូតាអាត្មានោះគាត់បានលាចាកលោកនេះយូរហើយតាំងពីឆ្នាំ86យូរហើយហើយគាថានេះសម្រាប់លោកគ្រូអ្នកគ្រូក៏រៀនបានមិនមែនជាលោកគ្រូអ្នកគ្រូក៏រៀនបានចំពោះគាថានេះហៅថាគាថាសែកនិងបាយចំនួន7ចប់ជាប្រចាំរាល់ថ្ងៃទៅជាគង់ហងប៉ុន្តែការសែកបាយនេះយើងត្រូវសូត្រនមោ3ជាប់មុនទៅចាំយើងសូត្រគាថានោះតែ4ម៉ាត់ទេយើងសូត្រខ្សឹបទៅសូត្រខ្សឹបទៅផ្លុំនឹងបាយយើងហូបរាល់ថ្ងៃជាប្រចាំហូបទៅជាប្រចាំហ្នឹងជាគង់ដោយមិនដឹងខ្លួនហើយគាថានេះអាត្មាអត់បានទៅសេឲ្យទេឲ្យញោមចាប់យកដោយខ្លួនឯងស្ដាប់ទៅយើងចាប់យកទៅក៏មិនវែងនេះគាថា 3-4 ម៉ាត់យើងសូត្រតែម្ដងយើងចាំអត់គាថាខ្លីគាថាបែបនោះមិនដែលវែងប៉ុន្មានទេខ្លីទេនៅពេលយើងហូបបាយគឺយើងម្ដងយើងសែកទៅយើងសូត្រនមោ3ចប់រួចទៅក្នុងខ្សឹបក្នុងពោះយើងហ្នឹងទៅយើងសូត្រហើយយើងផ្លុំនឹងបាយយើងហូបជាយើងវែកផាត់បាយយកស្លាបព្រាផាត់បាយទៅគឺយើងផ្លុំ7ចប់ហើយយើងដល់ចៃដន្យអីមានអសន្នអីឆ្ងល់ខ្លួនឯងនេះហើយមិនសាច់គង់ចឹងតែមិនអោយសែកឲ្យរួចយកទៅលេងសើចអីទេយកទៅលេងសើចជាមួយគេមួយឯងទេកាន់តែតាំងចិត្តថាមានអសន្នចឹងអាត្មានឹងសូត្រគាថានេះឲ្យតែមុននឹងសូត្រគាថាអាត្មាសូត្រនមោ3ចប់ជាមុនសិននមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈបន្ទាប់មកយើងសូត្រគាថានោះចេបេសតិ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 យើងសូត្រគ្រប់7ចប់តែយើងសូត្រខ្សឹបមិនសូត្រលឺចឹងក៏សូគាថា
យើងសូត្រខ្សែទៅរួចយើងផ្លុំនឹងបាយយើងទៅយើងហូបទៅធម្មតាធ្វើអត់ដឹងហូបទៅរៀងរាល់ថ្ងៃជាប្រចាំទៅនឹងជាគង់ហងអញ្ចឹងវីដេអូនេះខ្លីទេខ្ញុំចម្រើនពរ